ក្នុងរយៈពេល3ឆ្នាំកន្លងមកនេះខ្ញុំបានលះបង់ទាំងកម្លាំងកាយនិងចិត្តដើម្បីកសាងគ្រួសារយ៉ាងឲ្យក្លាយជាគ្រួសារដែលមានសព្វថ្ងៃនេះតាមរយៈការខិតខំប្រឹងប្រែងរបស់ខ្ញុំតើខ្ញុំអាចលុបលុនអំណាចរបស់អ្នកដោយរបៀបណាដើម្បីបានជាអ្នករក្សារឿងនេះជាសំណាក់តើអ្នកពិតជាគិតថាខ្ញុំគ្មានតម្លៃមែនទេតើអ្នកនឹងជឿខ្ញុំទេប្រសិនបើខ្ញុំប្រាប់អ្នកមែនហើយសូមឲ្យខ្ញុំប្រាប់អ្នកឥឡូវនេះប្រសិនបើមិនមែនដោយសារជំនួយសម្ងាត់របស់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមកនេះទេតើអ្នកគិតថាក្រុមហ៊ុនយ៉ាងអាចសម្រេចបាននៅអ្វីដែលខ្លួនមាននៅថ្ងៃនេះដោយខ្លួនឯងទេអ្នកកំពុងវាយតម្លៃខ្លួនឯងខ្ពស់ពេកហើយលោកជិនតើអ្នកពេញចិត្តឥឡូវនេះទេនៅតែមិនគ្រប់គ្រាន់ទេបន្ទាប់មកខ្ញុំនឹងបន្តរហូតដល់អ្នកស្ងប់ចិត្តគ្រប់គ្រាន់ហើយហេតុផលដែលអ្នកបានប្រព្រឹត្តយ៉ាងឃោរឃៅបែបនេះគឺគ្រាន់តែដើម្បីការពារកូនប្រុសរបស់អ្នកនិងមិនឲ្យគាត់ទទួលទណ្ឌកម្មបន្ថែមទៀតលើកនេះអ្នកពិតជាបានដើរតួជាឪពុកដ៏ល្អម្នាក់ព្រឹត្តិការណ៍ថ្ងៃនេះគឺជាកំហុសរបស់ខ្ញុំចំពោះការបរាជ័យក្នុងការចិញ្ចឹមកូនប្រុសរបស់ខ្ញុំឲ្យបានត្រឹមត្រូវដរាបណាអ្នកអាចលើកលែងទោសកូនប្រុសរបស់ខ្ញុំបានមិនថាលក្ខខណ្ឌរបស់អ្នកជាអ្វីនោះទេគ្រាន់តែដាក់ឈ្មោះពួកគេខ្ញុំខ្លាចថាខ្ញុំមិនចាំបាច់សុំអ្វីទេលោកយ៉ាងគ្រាន់តែប្រាប់ខ្ញុំពីអ្វីដែលអ្នកចង់បានខ្ញុំចង់ឲ្យអ្នកបាក់ជើងរបស់គាត់ហើយខ្ញុំនឹងទុកវាឲ្យគាត់ថាម៉េចលោកឈិនតើអ្នកចង់មានន័យយ៉ាងណាដោយរឿងនេះទោះបីជាគ្រួសារលូរបស់ខ្ញុំមានកំហុសក៏ដោយអ្នកមិនចាំបាច់ខូខើបែបនេះទេហើយអ្វីបានជាអ្នកមិនព្រមលោកឈិនស្ថានភាពរបស់អ្នកច្រើនពេកហើយគ្រួសារលូរបស់ខ្ញុំជាត្រកូលដ៏មានឥទ្ធិពលអ្នកមិនចាំបាច់ធ្វើឲ្យវាคล้ายជាស្ថានភាពចាញ់នោះទេខ្ញុំគ្រាន់តែធ្វើអ្វីដែលត្រឹមត្រូវជាការពិតណាស់វាមិនអាចទៅរួចទេប៉ុន្តែលោកឈិនខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានខ្ញុំថែមទាំងវីអ្នកទៀតផងហេតុអ្វីបានជាអ្នកទូចតាចម្លែកដូច្នេះខ្ញុំខុសហើយប្រសិនបើខ្ញុំទទូចឲ្យរំខានគាត់លោកឈិនដោយដែលពាក្យចាស់ពោលថាទុកផ្លូវចេញឲ្យមនុស្សដើម្បីឲ្យអ្នកអាចជួបគ្នាម្ដងទៀតនៅពេលអនាគតដោយសារអ្នកមិនព្រមចាក់ចេញទេនោះគុំបន្ទោសគ្រួសារលូរបស់ខ្ញុំចំពោះភាពខូខើឆ្មាំតើឪពុករបស់លោកលូនៅបះបោទេលោកឈិនខ្ញុំគោរពអ្នកជាអ្នកសង្គ្រោះរបស់ខ្ញុំហើយហៅអ្នកថាជាលោកឈិនប៉ុន្តែនោះមិនមានន័យថាខ្ញុំមានឆន្ទៈក្នុងការចោះចូលនោះទេកុំភ្លេចថានេះជាចាំងឆេងនេះជាទឹកដីរបស់គ្រួសារលូរបស់ខ្ញុំប្រសិនបើខ្ញុំដឹងថាអ្នកនឹងក្លាយជាអ្នកសំគំនិតនៃខេត្តទាំង3នៅភាគនិរតីក្រៅពីការបាញ់របស់អ្នកប្រកាសជាបានជួយសង្គ្រោះខ្ញុំចុះបើអ្នកឆ្លងកាត់ខ្ញុំវិញគ្រួសារលូរបស់ខ្ញុំបានតាំងទីលំនៅនៅក្នុងខេត្តទាំង3នៅភាគនិរតីអស់រយៈពេលជាច្រើនឆ្នាំដោយរងចាំពេលវេលារបស់យើងនិងរងចាំថ្ងៃដែលយើងអាចឈរនៅលើកំពូលភ្នំភាគនិរតីនេះតើអ្នកមិនខ្លាចដួលនឹងត្រូវខ្ទេចខ្ទីទេឬលោកឈិនខ្ញុំដឹងថាអ្នកខូខើប៉ុន្តែចុះយ៉ាងណាអ្នកគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះខណៈដែលចៅហ្វាយនីទាំង3របស់គ្រួសារលូរបស់ខ្ញុំគឺជាកម្លាំងសំខាន់នៅក្នុងខេត្តភាគនិរតីទាំង3នេះគ្មាននរណាម្នាក់នៅក្នុងគ្រួសារលូរបស់ខ្ញុំអាចប្រកួតប្រជែងជាមួយចៅហ្វាយនីទាំង3នោះទេប្រសិនបើខ្ញុំមិនច្រឡំទេនោះគឺជាចៅហ្វាយនីបាហ្គូខ្វានដ៏ល្បីល្បាញចេនថៃសានគេនិយាយថាគាត់ជាចៅហ្វាយនីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយធ្លាប់បានសម្លាប់ខ្លាទម្ងន់300ផោនដោយកណ្ដាប់ដៃតែមួយត្រូវហើយម្នាក់នៅចំកណ្ដាលគឺលោកគ្រូម៉ាជាអ្នកស្នងតំណែងចំនួនទី36នៃពុយពងពលនៅស៊ីងយីខ្វានគាត់ធ្លាប់បានសម្លាប់ចៅហ្វាយនីជាង100នាក់តែម្នាក់ឯងឥឡូវនេះខ្ញុំឈិនត្រូវវិនិច្ឆ័យលោកឈិនតើអ្នកឃើញរឿងនេះទេនេះគឺជាស្ត្រីដែលគ្រួសារលូរបស់ខ្ញុំបានបណ្ដុះបណ្ដាលអស់រយៈពេលជាច្រើនឆ្នាំដើម្បីជាប្រយោជន៍ដល់ទំនាក់ទំនងអតីតកាលរបស់យើងប្រសិនបើអ្នកចាក់ចេញពីពិភពលោកនេះឥឡូវនេះខ្ញុំអាចទុកឲ្យរឿងអតីតកាលคล้ายជារឿងអតីតកាលវាជាវិធីដ៏ល្អមួយដើម្បីនិយាយថាទំនាក់ទំនងអតីតកាលប៉ុន្តែកម្រិតនៃការคล้ายជាចៅហ្វាយនីគឺខ្ពស់ណាស់ចៅហ្វាយនីមិនគួរត្រូវបានគេលេងសើចជាមួយទេអ្នកគួរតែដឹងថាផលវិបាកនៃការប្រមាថចៅហ្វាយនីគឺជាអ្វីអ្នកគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ដែលវាតម្លៃសមត្ថភាពរបស់អ្នកហួសហេតុពេកអ្នកទំនងជាមិនអាចធ្វើអ្វីបានឡើយឈិននេះមិនមែនជាពេលវេលាសម្រាប់អ្នកដើម្បីអួតខ្លួនទេអ្នកកំពុងប្រឈមមុខនឹងចៅហ្វាយនីដ៏ខ្លាំងបំផុតនៅក្នុងខេត្តភាគនិរតីទាំង3ទោះបីជាអ្នកមានក្បាល3និងឆ្អឹង6ក៏ដោយតើអ្នកអាចប្រយុទ្ធប្រឆាំងនឹងចៅហ្វាយនី3នាក់ក្នុងពេលតែមួយបានទេនេះគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះចៅហ្វាយរបស់យើងមិនស័ក្តិសមនឹងមាត់ធំបែបនេះទេដោយសារនោះជាករណីនោះកុំបន្ទោសខ្ញុំចំពោះការខូខើចៅហ្វាយនី3នាក់សូមក្មេងល្ងងឆ្មាញ់ឆ្មៃអើយទុកឲ្យខ្ញុំដោះស្រាយរឿងនេះនារីវ័យក្មេងម្នាក់នេះមិនអាចប្រៀបផ្ទឹមនឹងអ្នកបានទេ
នេះគេហៅថាក្បាច់អង្គហើយក៏ក្បង់អាចក្បង់បានសម្រេចក៏យកទៅផ្ទះបើវាយគេមិនឈ្នះទៅផ្ទះលាបអាចឈិនអ្នកជាបរិះពេញវ័យហើយតើអ្នកចង់លាក់ខ្លួនពីក្រោយស្ត្រីទេតើអ្នកត្រូវការស្ត្រីម្នាក់ដើម្បីការពារអ្នកទេលោកគ្រូវ័យក្មេងសិនអ្នកមានផែនការល្អប្រសិនបើខ្ញុំបន្តអង្គុយនៅទីនេះខ្ញុំនឹងក្លាយជាក្មេងកំណាចអ្នកកំពុងបង្ខំខ្ញុំឲ្យចាត់វិធានការដោយសារតែមានករណីបែបនេះអ្នកទាំង3នាក់ទុកឲ្យខ្ញុំទៅសុងស៊ីសានបងប្រុសទី4សុងឈៀនគ្រោះថ្នាក់ចរាចរណ៍តើរឿងនេះអាចទៅរួចដោយរបៀបណាចៅហ្វាយងាយដល់ថ្លៃធ្នូ3រូបត្រូវបានក្មេងជំទង់ម្នាក់កំចាត់ចោលថ្ងៃស្អែកដល់វេនអ្នកហើយ